ត្រឹមត្រូវឯព្រោះអីមនុស្សស្រីក៏មានដៃមានជើងហើយនិយាយទៅមានដូចមនុស្សប្រុសទាំងអស់លើកលែងតែឲ្យមនុស្សស្រីជាភេទស្រីហើយមនុស្សប្រុសភេទប្រុសហ្នឹងមានអីមនុស្សស្រីក៏អាចរកស៊ីចិញ្ចឹមមនុស្សប្រុសបានដែរមានសិទ្ធិស្មើគ្នាក្នុងការឲ្យធ្វើការអីមួយបុរសអាចធ្វើការសំណង់មនុស្សស្រីក៏អាចបានដែរលើកលែងថាការងារហ្នឹងវាធ្ងន់រហូតដល់មនុស្សស្រីហ្នឹងមិនអាចធ្វើបានចំណែកការងារផ្ទះបុរសក៏អាចធ្វើបានដូចគ្នាបោះផ្ទះលាងចានណាំបាយជូតផ្ទះមនុស្សប្រុសក៏អាចបានដែរឥឡូវភាគច្រើនគឺស្ត្រីចេញឲ្យមុខច្រើនជាងបុរសពួកបុរសឥឡូវភាគច្រើនគឺនៅផ្ទះតាមខ្ញុំឃើញគឺជារឿងល្អមួយដែរគាត់នៅផ្ទះគាត់អាចជួយមើលថែកូនជួយដាក់ម៉ែអីឲ្យប្តីនឹងសម្រាប់តែប្តីមានការងារធ្វើស្ត្រីខ្លះក៏ចង់ធ្វើការដូចគេដែរចង់បញ្ចេញសមត្ថភាពដូចបុរសដែរទៅល្អមែនទេព្រោះអីចង់ឲ្យមានការធ្វើការទាំងពីរនាក់ព្រោះគាត់មានសិទ្ធិស្មើគ្នាសិទ្ធិបុរសនិងស្ត្រីតែមានស្មើគ្នាអញ្ចឹងគាត់អាចទៅធ្វើការនៅក្រៅទៅគាត់អាចជួបជុំជាមួយគេឯងអញ្ចឹងណាបានស្គាល់ពីមជ្ឈដ្ឋានខាងក្រៅដូចគ្នានៅពេលដែលគាត់ត្រឡប់មកពីធ្វើការរៀងៗខ្លួនវិញអញ្ចឹងទៅគាត់អាចជួយគ្នាបង្កើនភាពស្និទ្ធស្នាលហើយធ្វើឲ្យគាត់កាន់តែមានភាពមង្គលក្នុងគ្រួសារថែមទៀតខ្ញុំត្រូវការចង់ធ្វើការដែរអត់ចង់នៅតែផ្ទះយល់ថាល្អពេលខ្លះមនុស្សស្រីយើងអង្គុយចាំតែមើលកូនរៀបបាយឲ្យប្តីបោកអាវជូតផ្ទះឲ្យទៅពេលប្តីរកស៊ីចាំយើងទៅអញ្ចឹងទៅវាស្រួលខ្ញុំនៅរៀនខ្ញុំអត់ទាន់ចង់គិតអារឿងចឹងនេះមានអីបងល្អតាចុះបើគ្នាស្រីតែមានកូនមានអីទៅគ្នាមិននៅចាំផ្ទះមើលកូនមើលចៅផ្ទះមើលសំបែងខ្ញុំអត់ទាន់គិតហៅខ្ញុំនៅរៀនមែនចាំដល់ថ្ងៃខ្ញុំគិតថាมันល្អថាតម្លៃមនុស្សស្រីក៏មានដូចមនុស្សប្រុសដែរហើយបើយើងទីថាយើងអវល់ការងារផ្ទះកូនអាហ្នឹងជារឿងរបស់មនុស្សស្រីប៉ុន្តែយើងគួរតែគិតថាការងារធ្វើដូចគ្នាចំណូលក៏កាន់តែច្រើនយើងរកការងារដូចគ្នាមានមុខរបរដូចគ្នាយើងមានចំណូលទុកច្រើនគិតថាល្អប៉ុន្តែពេលដែលប្តីបានការងារល្អទៅទុកឲ្យប្រពន្ធនៅផ្ទះទុកធ្វើការងារផ្ទះនិងមើលកូនអីនៅក្នុងផ្ទះបានចាំបើសិនជាធ្វើការទាំងពីរនាក់ទៅអត់មានអាគេនៅមើលកូនមើលផ្ទះអីចឹងព្រោះអីមនុស្សយើងមានសិទ្ធិរៀងខ្លួនទាំងសំបីតែយើងចូលលក្ខណៈថាយើងជាប្តីប្រពន្ធក៏យើងនៅតែមានសិទ្ធិប្រពន្ធក៏មានសិទ្ធិប្តីក៏មានសិទ្ធិអញ្ចឹងការងារមានរៀងខ្លួនយើងអាចមិនថាប្រុសមិនថាស្រីទេតែមានការងារអាចចាំគ្រួសារបានអាចធ្វើមេគ្រួសារបានដូចគ្នាមិនសំខាន់ថាមនុស្សប្រុសបានអាចធ្វើមេគ្រួសារបានអីចឹងណាអត់គិតថាល្អព្រោះអីមនុស្សប្រុសប្តីគាត់ក៏មានប្រាក់ខែមានការងារធ្វើមានប្រាក់ខែច្រើនអាចរកស៊ីចិញ្ចឹមកូនរបស់ប្រពន្ធនៅផ្ទះអញ្ចឹងប្រពន្ធអាចនៅផ្ទះសម្រាប់ធ្វើការងារផ្ទះសប្តាហ៍ថ្ងៃនេះការរើសអើងលើស្ត្រីគឺនៅតែមានពីសំណាក់បុរសមួយចំនួនដោយគិតថាស្ត្រីវិលចង្ក្រានមិនជុំមិនអាចធ្វើការងារខាងក្រៅរកប្រាក់ចំណូលផ្សេងបានក្រៅពីការងារនៅក្នុងផ្ទះដូចជាដាំស្លបោកខោអាវជាដើមកញ្ញាស្រីតូចអាយុ22ឆ្នាំរស់នៅបាត់ដំបងបាននិយាយថាការងារផ្ទះស្ត្រីនិងបុរសអាចធ្វើបានដូចគ្នាហើយការងារខាងក្រៅផ្ទះបុរសធ្វើបានស្ត្រីក៏អាចធ្វើបានដែរមិនបាច់រងចាំតែប្រាក់ចំណូលរបស់បុរសចិញ្ចឹមនោះទេមានសិទ្ធិឲ្យស្ត្រីហ្នឹងចូលរួមឲ្យជាធ្វើការស្មើនឹងបុរសបងឲ្យយើងទៅរួចបានណាហើយស្ត្រីយើងហ្នឹងចេះណែនាំថាពីបញ្ហាពីស្ត្រីយើងហ្នឹងគួរតែលើកគួរក្នុងសហគមន៍ហ្នឹងយើងត្រូវឈានពីបុរសហ្នឹងផ្ទាល់បណ្ដោយហើយស្ត្រីហ្នឹងកុំថាតែស្ត្រីហ្នឹងដែលធ្វើមិនមានសិទ្ធិស្មើនឹងបុរសបងស្ត្រីជាច្រើនមានសិទ្ធិខ្លាំងជាងបុរសទៀតទន្ទឹមគ្នានេះលោកកឹមសែនរស់នៅក្រុងបាត់ដំបងមានទស្សនៈថាក្នុងនាមជាបុរសត្រូវចាប់ផ្ដើមឡើងពីខ្លួនឯងផ្ទាល់ក្នុងការផ្ដល់តម្លៃឲ្យស្ត្រីចំពោះការបំពេញការងារផ្ទះនិងក្រៅផ្ទះក្នុងនាមខ្ញុំជាយុវជនដូចជាស្និទ្ធចង់ចាប់ផ្ដើមផ្លាស់ប្ដូរអ្វីមួយត្រូវចាប់ផ្ដើមពីខ្លួនឯងបើន័យថាយើងចាប់ផ្ដើមខ្លួនឯងត្រូវពង្រើសអង្គលើស្ត្រីទៅផ្ដោតលើស្ត្រីគឺថាគាត់មានសិទ្ធិដូចយើងដែរគាត់ជាមនុស្សដូចគ្នាអញ្ចឹងណាហើយជំរុញលើទឹកចិត្តស្ត្រីជាពិសេសស្ត្រីខ្លួនឯងនឹងត្រូវផ្ដល់តម្លៃខ្លួនឯងពេលដែលមានបញ្ហាត្រូវលាតត្រដាងប្រាប់ទៅមហាជនទៅទាមទារនៅសិទ្ធិយើងដែលយើងមានណាដោយឡែកមានទស្សនៈមួយចំនួនលើកឡើងថាស្ត្រីគឺគ្រាន់តែនៅផ្ទះធ្វើការងារផ្ទះទៅបានហើយមិនចាំបាច់ធ្វើការងារខាងក្រៅដើម្បីរកប្រាក់ចំណូលទេបើស្ត្រីទាំងនោះជាកូនអ្នកមាននឹងបានប្តីជាអ្នកមានទ្រព្យចំណែកលោកស្រីជឹមប៊ុនចិន្តានាយិកាអង្គការមន្ទីរស្រីប្រចាំខេត្តបាត់ដំបងមានប្រសាសន៍ថាបុរសមានតួនាទីសំខាន់ក្នុងការជួយការងាររបស់ស្ត្រីជាពិសេសការងារខាងក្រៅផ្ទះបុរសត្រូវតែផ្ដល់ឱកាសនិងឲ្យតម្លៃពួកគាត់បុរសត្រូវតែចូលរួមជួយការងារស្ត្រីចាចូលរួមការងារស្ត្រីបានន័យថាការងារក្នុងគ្រួសារឬការងារនៅកន្លែងធ្វើការឬថានៅក្នុងគ្រួសារយើងចាំមិនយើងប្រចាំថាអត់ទៅដល់ផ្ទះស្រីធ្វើខ្លួនឯងបុរសគាត់អត់ទៅខ្វល់អញ្ចឹងដល់
ប្រធានបទនេះគឺជំរុញឲ្យបុរសផ្ដល់ឱកាសឲ្យចូលរួមជួយដល់ការងារស្ត្រីទៀតបានន័យថាស្ត្រីបានផ្ដល់ឱកាសចូលរួមភាពជាអ្នកដឹកនាំចូលការងារផ្សេងចូលរួមការងារផ្សេងហើយក៏ប៉ុន្តែមកដល់ផ្ទះទៀតបើសិនជាបុរសមិនចូលរួមជួយទេអញ្ចឹងជាបន្ទុកមួយកាន់តែធ្ងន់ទៅលើស្ត្រីថែមទៀតហើយពាក់ព័ន្ធបញ្ហានេះលោកជំទាវគឹមស៊ីផាតអគ្គនាយកនៃអគ្គនាយកដ្ឋានសមភាព Gender និងអភិវឌ្ឍក្រសួងកិច្ចការនារីបានមានប្រសាសន៍ថាបុរសគ្រប់រូបត្រូវតែគោរពចំពោះសេចក្តីសម្រេចរបស់ស្ត្រីនិងផ្ដល់តម្លៃទៅដល់ការងាររបស់ស្ត្រីគ្រប់រូបទើបសមភាព Gender ល្អប្រសើរឡើងសូមឲ្យ Gender ហ្នឹងមាននៅក្នុងបេះដូងរបស់បុរសគ្រប់រូបតែម្ដងចាបើបុរសគ្រប់រូបមាន Gender នៅក្នុងបេះដូងរបស់ខ្លួនខ្ញុំជឿជាក់ថាការគោរពសិទ្ធិនិងការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនៅក្នុងគ្រួសារពិតជាបានល្អកាត់បន្ថយនឹងលោកបំផាត់បុរសនិងស្ត្រីគឺជាដៃគូសំខាន់មិនអាចខ្វះគ្នាបានចំពោះសេចក្តីសម្រេចផ្សេងក៏ដូចជាការងារនៅក្នុងគ្រួសារសហគមន៍និងប្រទេសជាតិបច្ចុប្បន្នការងាររបស់ស្ត្រីនិងបុរសសុទ្ធតែសំខាន់ដូចគ្នាក្នុងការជួយទ្រទ្រង់និងអភិវឌ្ឍប្រទេសការងារទាំងនោះអាចរលូនទៅបានដោយសារការផ្ដល់តម្លៃរវាងគ្នានឹងគ្នា